បាទបងប្អូនអរគ្នាករណីមួយនេះគឺមិនមែនជាករណីបំពល់សង្គមដោយប្រូស្នាគាត់បាទលើកនិយាយនោះទេករណីមួយនេះគឺជាករណីបោកប្រាស់សង្គមបោកប្រាស់បាទទឹកចិត្តមហាជនដែលគេមានចិត្តបាទជាបនសប្បុរសជនជួយទៅដល់អ្នករងគ្រោះពិតប្រាកដដូចជាបងស្រីដែលគាត់បាទជាអ្នករងគ្រោះពិតប្រាកដដែលកូនគាត់បាទមានជំងឺមហារីកបាទក្បាលធំនេះបងប្អូនគឺគាត់បាទទឹកចិត្តជាម្ដាយគឺទោះតកូនឈឺយ៉ាងណាក៏គាត់បាទប្រឹងយកទៅមើលទោះតែដឹងថាបាទជាចុងក្រោយបាទมันអាចរស់ក៏ដោយក៏គាត់បាទសុំអំពាវនាវឲ្យជនជួយដូច្នេះប្រូស្នាគាត់ជាអ្នកចេញមុខបាទថតប្រហបសពផ្សាយទៅក៏បានលុយបាទពីមហាជនគាត់ស្រឡាញ់អាណិតបាទគេជួយមានចិត្តជាបនបាទម្នាក់តិចតួចក្តី12000 10រៀល20រៀលក៏សរុបមកវាក៏បានច្រើនរហូតដល់$1000បាទតាមតែឮទោះព័ត៌មានក្នុងសង្គមមកហើយប្រូស្នានឹងគឺគាត់បានលើកឡើងថាបងស្រីនឹងគឺគាត់បាទជូន800000ហើយបាទមិនពេញចិត្តបែរជាបាទខឹងហើយមានអ្នកខ្លះបានចេញវីដេអូបាទជេរបងស្រីនឹងក៏ដូចជាបន្ទោសថាដូចជាអ្នកក្របែរជាមានប៉ុណ្ណឹងមិនយកចាយសិនទៅទេបាទលុយឥឡូវពិបាករកណាជាចុះបាទគាត់មិនមែនលោភលន់ទេគាត់គឺដើម្បីភាពស្អាតស្អំការចង់បានឲ្យភាពត្រឹមត្រូវរបស់គាត់តែប៉ុណ្ណឹងអញ្ចឹងអ្នកក្រនិយាយស្អីមកក៏គេបាទអត់យកចិត្តទុកដាក់ស្ដាប់ទេអញ្ចឹងករណីនេះបាទខាងបាទច្បាប់ខាងប៉ូលីសក៏ដូចជាបាទអ្នកកាន់ខាងច្បាប់គួរតែបាទចាត់វិធានការព្រោះថាវាជាករណីឆបោកបាទបោកប្រាស់ទឹកចិត្តប្រជាជនបាទមហាជនបាទចឹងហើយបាទគួរតែចាត់វិធានការបាទទៅតាមផ្លូវច្បាប់បាទវាជាគំរូអាក្រក់ដែលកັບកេងលុយជំនួយបាទរហូតដល់ទៅ1000បើសិនជាគាត់យកទៅជួយបាទហើយអ្នកដែលរងគ្រោះពិតប្រាកដបាទទទួលបាន$1000ហើយក៏គេមានចិត្តបាទចែករំលែកបាទជួយថ្លៃសាំងឬក៏បាទការចំណាយផ្សេងៗដែលខំថតផុសហ្នឹងវាជាបាទករណីល្អវិញទេប៉ុន្តែអានេះប្រូស្នានឹងគឺគាត់បាទយកដោយកັບកេងបាទដល់ទៅ1000បើយក100 200មិនថាទេបងប្អូនព្រោះយើងធ្វើវីដេអូយើងចំណាយពេលថ្លៃសាំងថ្លៃធ្វើដំណើរគឺបាទយកចាយខ្លះចោះមហាជនគេអត់ចិត្តអាក្រក់មិនអោយដាច់ខាតនោះទេអញ្ចឹងបាទយកដោយបាទមកល្មមទៅកុំយកដល់1000ឲ្យអ្នករងគ្រោះពិតប្រាកដតែ200អាហ្នឹងបាទយើងលក្ខណៈបោកប្រាស់គេទាំងស្រុងហើយជាករណីដែលលោភលន់បាទធ្វើបាបគ្នាអ្នករងគ្រោះពិតប្រាកដបាទគាត់ធ្វើហ្នឹងគឺត្រឹមត្រូវហើយបងស្រីបាទដើម្បីឲ្យមហាជនគេដឹងថាលុយជំនួយទៅដល់ដៃអត់ខ្ញុំឃើញអ្នកធ្វើ content ជំនួយផ្សេងគេទៅមានតែគេជូនថែមតែប្រូស្នានេះគឺយកចង់ច្បាប់គួរតែចាប់គាត់ចាត់